បាទជំរាបសួរបងប្អូនយើងទាំងអស់គ្នាបាទទឹកពីក្រប់ពីគេងមិញទេបងប្អូនបាទទឹកក្រប់ពីគេងមិញនេះឯងគ្រាន់តែក្រប់ពីគេងភ្លាមបើកទូរស័ព្ទមើលបងប្អូនយើងនៅខេត្តកំពង់ស្ពឺនៅកន្លែងភ្នំអូរ៉ាល់បានផុសប្រាប់ថាដ្រូនថៃហោះមកដល់ទីតាំងភ្នំអូរ៉ាល់ហើយបាទបងប្អូនយើងនៅភ្នំអូរ៉ាល់ខេត្តកំពង់ស្ពឺបងប្អូនណាបាទចឹងសូមបងប្អូននៅទីរួមខេត្តកំពង់ស្ពឺទាំងអស់គ្នាសូមបងប្អូនយើងប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូនបាទអាចោសៀមនេះវាមកដល់ចិត្តជ្រៅឡើងហើយបងប្អូនណាបាទឯនៅខាងខេត្តបាត់ដំបងបាទនៅស្រុកមោងឫស្សីក៏វាបង្ហោះដ្រូនចូលមកដែរបងប្អូនបាទនិយាយទៅថ្ងៃទី26ម្សិលមិញបាទពេលថ្ងៃនៅខេត្តបាត់ដំបងឯពេលយប់ថ្ងៃទី26ដូចគ្នានៅពេលយប់មកដល់ខេត្តកំពង់ស្ពឺនៅខាងភ្នំអូរ៉ាល់ចឹងបងប្អូនយើងសូមប្រុងប្រយ័ត្នគ្រប់គ្នាបងប្អូនអញ្ចឹងបងប្អូនយើងនៅខេត្តកំពង់ស្ពឺបងប្អូនសូមប្រុងប្រយ័ត្នហើយត្រៀមកន្លែងឲ្យសមរម្យបងប្អូនណាបាទត្រៀមកន្លែងឲ្យសមរម្យឯនៅខាងខេត្តផ្សេងបងប្អូនបាទក៏ត្រៀមខ្លួនដូចតែគ្នានឹងឯងបងប្អូនបាទហ្នឹងហើយយើងរកកន្លែងទួលសុវត្ថិភាពគ្រប់គ្នាបាទហ្នឹងហើយដោយសារវានេះมันឈប់បាញ់ទេបងប្អូនបាទអាចោឈាមពៀននេះมันឈប់បាញ់ទេដោយសារវាចង់បានទឹកដីខ្មែរមែនតែនណាបងប្អូនណាបាទវាធ្វើនេះដូច100ឆ្នាំមុនហ្នឹងឯងបងប្អូនបាទវាធ្វើដូច100ឆ្នាំមុនហ្នឹងវាចង់បានបាទវាចង់បានដូច100ឆ្នាំមុន100ឆ្នាំមុនវាបានទឹកដី37ខេត្តពីខ្មែរបាទឥឡូវវាចង់ធ្វើដូច100ឆ្នាំមុននឹងទៀតឯងបងប្អូនវាខំប្រឹងធ្វើយ៉ាងណាឲ្យឈ្នះខ្មែរយើងបងប្អូនបាទបងនៅជួរក្រោយបងប្អូនយើងជួរក្រោយត្រៀមកុំឲ្យចុះចាញ់ពួកវាបងប្អូនបាទព្រោះអីដោយសារបងកងទ័ពជួរមុខគាត់អ្នកស្មាជើងបងជួរមុខអ្នកស្មាជើងมัនកោតខ្លាចវាឡើយបងប្អូនណាបាទនៅมันឲ្យវងវាចូលបានទេដោយសារវាបានចូលបានតែដែនអាកាសទេបាទហ្នឹងហើយខាងលើទេផ្លូវលើទេបងប្អូនបាទផ្លូវក្រោមมันអាចចូលបានទេបងប្អូនណាបាទការពាររឹងមាំពីបងប្អូនកងទ័ពយើងខ្លាំងណាស់បងប្អូនអញ្ចឹងបងប្អូនយើងជួយ share ម្នាក់មួយវីដេអូនេះដំណឹងនេះបងប្អូនណាដោយសារវាផុសដ្រូនចូលនៅខេត្តកំពង់ស្ពឺខេត្តបាត់ដំបងពីម្សិលមិញហ្នឹងពីកន្លែងបងប្អូនណាពេលយប់ខេត្តកំពង់ស្ពឺថ្ងៃទី26ដូចគ្នាពេលថ្ងៃនៅខេត្តបាត់ដំបងថ្ងៃទី26ដូចគ្នាបងប្អូនបាទអញ្ចឹងហើយសូមបងប្អូនយើងជួយផ្ដល់ព័ត៌មានដល់បងប្អូនយើងទាំងអស់គ្នាត្រៀមខ្លួនបាទដោយសារអាស្ដេចថៃនេះបងប្អូនបាទស្ដេចថៃនេះវាចង់បានទឹកដីខ្មែរយើងទៀតហើយវាចង់ធ្វើតាមដូនតាវាទៀតហើយបងប្អូនបាទហ្នឹងហើយវាចង់ធ្វើតាមដូចដូនតាវាអញ្ចឹងប៉ុន្តែมันងាយទេបងប្អូនបាទចាំមើលតើផ្លូវលើយើងធ្វើរបៀបណាយើងចាំមើលសម្ដេចសម្ដេចពុកយើងសិនបងប្អូនណាបាទហ្នឹងហើយចាំមើលគាត់ធ្វើផ្លូវលើតាមរបៀបណាអញ្ចឹងសូមបងប្អូនយើងប្រុងប្រយ័ត្នទាំងអស់គ្នាហើយសូមបងប្អូនយើងជួយ share វីដេអូនេះឲ្យបងប្អូនយើងអ្នកមិនទាន់ឃើញឲ្យបានឮបានដឹងទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណជាមុន